ជាខ្លាចជាឃាតករក្នុងប្រឡំលោកបែបភ័យរន្ធត់សម្លឹងមើលមុខដ៏កាចរបស់គាត់ខ្ញុំមានអារម្មណ៍ក្រៀមក្រំមានក្មេងឈួតមួយចំនួនបោះភពមកលើខ្ញុំនៅខាងក្រៅទ្រង់សួនសត្វស្វាល្ងងនេះអាក្រក់ណាស់ប្រកាសជានឹងសម្លាប់អ្នកនេះយើងបានបោះធុដាក់គាត់យកព្រមនោះហើយជារបៀបដែលអ្នកលេងមែនទេខ្ញុំនឹងទៅផ្ទះឯងហើយសម្លាប់ឯងយប់នេះនៅពេលនេះសំឡេងប្រព័ន្ធក៏បន្លឺចូលត្រចៀកខ្ញុំពីការប្រកាសប្រព័ន្ធចាប់ផ្ដើមយប់នេះឆែកវឹងសហគមន៍រីករាយអ្នកស្រុកនៃអង្គភាពទី5អ្វីដែលធ្វើឲ្យខ្ញុំកាន់តែមិនចេះនិយាយនោះគឺតើមានកូនប្រភេទណាខ្លះតើមានឪពុកម្ដាយបែបណាឪពុករបស់កុមារបានមកយកសណ្ដែកដីមួយក្តាប់ទៅចេញខ្ញុំគិតថាបុរសម្នាក់នេះមិនអីទេយ៉ាងហោចណាស់អ្នកដែលមានរបៀបប្រព្រឹត្តចំពោះខ្ញុំដោយចិត្តសប្បុរសជាលទ្ធផលខ្ញុំទើបតែដាច់ឈោងចាប់សណ្ដែកដីឪពុករបស់ក្មេងបានឲ្យខ្ញុំវាយប្រហារដោយលួចលាក់គាត់បានទះមុខខ្ញុំពេលខ្ញុំឈោងទៅចាប់គាត់បានលាក់នៅពីក្រោយផ្លូវដែកបានរារាំងខ្ញុំនឹងផ្ទុះប្រសិនបើខ្ញុំទៅយកព្រមពេលអ្នកមានវិធីស្លាប់គាត់នៅតែជាខ្ញុំនៅខាងក្រៅរបបនេះគឺជាសត្វស្វាល្ងងតែអាចសម្លាប់មនុស្សម្នាក់ដោយរបៀបណា6ម៉ោងបន្ទាប់ទីបំផុតខ្ញុំបានរកឃើញវានៅផ្សេងទាំងនេះមិនមែនជាមនុស្សធម្មតាទេមានមនុស្សមួយចំនួនកំពុងសម្លាប់ខ្ញុំនៅក្បែរទ្រុងហើយអញចង់ចាក់អញនឹងបង្គោលឫស្សីមានស្ត្រីម្នាក់ទៀតអ្នកត្រូវយកកាមេរ៉ាថតរូបគូតរបស់ខ្ញុំដោយសម្ងាត់បាននិយាយថាគាត់មិនដែលឃើញគូតស្វាក្រហមបែបនេះទេមុនពេលចាក់ចេញបិទប្រុសគាត់ថែមទាំងចាក់គូតខ្ញុំនឹងបង្គោលឫស្សីទៀតផងមើលមកខ្ញុំយំទាំងជឿចាប់ពួកគេសើចយ៉ាងខ្លាំងឥឡូវនេះខ្ញុំយល់នៅទីបំផុតខ្ញុំបានអានប្រឡំលោកឃាតកម្មដ៏រន្ធត់នេះពីមុនមកខ្ញុំនៅតែយល់ច្រឡំហេតុអ្វីបានជាឃាតករមករកពួកគេវាហាក់ដូចជាឥឡូវនេះការស្លាប់របស់មនុស្សទាំងនេះមិនជុំគ្នាតតែសោះបន្ទាប់ពី6ម៉ោងទីបំផុតសួនសត្វខ្លាយជាផ្លូវការហើយប្រព័ន្ធរំលឹកក៏លេចចេញក្នុងចិត្តខ្ញុំដែរភារកិច្ចប្រព័ន្ធចាប់ផ្ដើមជាផ្លូវការទទួលបានជំនាញថ្មីរាល់ពេលដែលអ្នកឡើងកម្រិតភារកិច្ចបច្ចុប្បន្នមួយគេចេញពីសួនសត្វស្វែងរកផ្នែកទី5នៃសហគមន៍រីករាយខ្ញុំជ្រកក៏នៅនឹងកន្លែងមួយផ្លែតវាប្រែថាវាមិនត្រូវបានបញ្ជូនដោយផ្ទាល់ទៅអង្គភាពទី5នៃសហគមន៍ទេប៉ុន្តែបញ្ហាគឺនៅក្នុងប្រឡំលោកមុនពួកគេមិនពន្យល់ពីរបៀបដែលឃាតកររត់គេចខ្លួននោះទេដល់ពេលហើយ1ម៉ោងប្រសិនបើម្ចាស់ផ្ទះមិនអាចគេចផុតពីសួនសត្វមកដល់សហគមន៍ឆេងហ្វនឹងត្រូវលុបចោលបរោះល្អរឿងនេះពិតជាគ្មានមេត្តាតតែសោះទើបបំបត្តិវានៅគ្រប់វេនខ្ញុំសង្កេតមើលជុំវិញលុះបន្លាមានសភាពតឹងណែនមិនអាចបំបែកដោយដៃទេមើលទៅទីនេះមិនអាចចេញទៅក្រៅបានទេតើបុគ្គលិកនឹងមកឲ្យចំណីហើយខ្ញុំវាប្រហារពួកគេដើម្បីរត់គេចទេខ្ញុំចាប់លុះបន្លាហើយវាឥតឈប់ឈរបង្កើតសំឡេងផាត់ប៉ុន្តែយូរហើយក៏មិនឃើញបុគ្គលិកមកដល់ដែរកន្លះម៉ោងបានកន្លងផុតទៅហើយខ្ញុំនៅតែរកវិធីមិនឃើញស្រាប់តែខ្ញុំគិតដល់លទ្ធភាពមួយតើអាចជាការកោះសោទេរចនាសម្ព័ន្ធសោដែកមិនស្មុគស្មាញទេគ្រាន់តែប្រើវត្ថុរឹងរុញកងតាក់ហើយទាញចេញវានឹងបើកខ្ញុំរកមើលជុំវិញហើយទីបំផុតក៏រកឃើញលូដែកមួយកំណាត់តូចនៅក្នុងបរិវេណនេះប្រហែលជាឧបករណ៍សម្រាប់ចេញទៅក្រៅខ្ញុំដើរទៅកន្លែងសោទ្វារដោយក្តីរំភើបរួចចាប់ផ្ដើមពិនិត្យមើលសោមួយវិនាទីក្រោយមកខ្ញុំស្រឡាំងកាំងសោទ្វារនេះបើកហើយល្អសាច់រឿងមិនដូចការរំពឹងទុកមែនទេខ្ញុំជិះប្រព័ន្ធ1នាទីរួចក៏ប្រញាប់ចេញពីសួនសត្វមុនពេលចេញទៅខ្ញុំបានលួចសម្លៀកបំពាក់បុគ្គលិកមួយឈុតនេះដូចគ្នាបេះបិទនឹងពេលដែលឃាតករលេចមុខក្នុងរឿងខ្ញុំស្លៀកឯកសណ្ឋានការងារហើយពាក់អាវភ្លៀងពណ៌លឿងនៅក្នុងរឿងពីឃាតករទើបតែចេញមកគឺដូចគ្នាខ្ញុំស្លៀកឯកសណ្ឋានការងារពាក់អាវភ្លៀងពណ៌លឿងហើយលាក់ក្បាលរបស់ខ្ញុំនៅខាងក្នុងពីខាងក្រៅមើលទៅដូចជាមនុស្សចាស់ម្នាក់ដែលកោងខ្នងម្យ៉ាងវិញទៀតដោយសារតែពេលយប់ខ្ញុំនៅចិត្តគ្មាននរណាម្នាក់អាចរកឃើញខ្ញុំទេខ្ញុំដើរតាមផ្លូវធំហើយធ្លាក់ចូលទៅក្នុងភាពភ័ន្តច្រឡំម្ដងទៀតការចាប់ផ្ដើមនៃឃាតករភ័យរន្ធត់គឺឃាតករបានចូលទៅក្នុងអគារលេខ5នៃសហគមន៍ស៊ីងហ្វូហើយបានសម្លាប់មនុស្សម្នាក់រួចហើយប៉ុន្តែបែរជាមិនបានសរសេរថាទៅសហគមន៍ស៊ីងហ្វូអគារលេខ5យ៉ាងម៉េចទេទីក្រុងធំប៉ុណ្ណឹងខ្ញុំប្រហែលជាមិនអាចរកឃើញក្នុងរយៈពេលកន្លះម៉ោងទេគិតអស់កន្លះថ្ងៃខ្ញុំក៏នឹកឃើញវិធីមួយខ្ញុំជាឃាតករមិនអាចនិយាយបានទេប៉ុន្តែសរសេរអក្សរគឺគ្មានបញ្ហាទេខ្ញុំរកឃើញផ្សារទំនើបមួយរួចយកប៊ិចមួយនៅលើធ្នើហើយសរសេរពាក្យសហគមន៍ស៊ីងហ្វូអគារលេខ5យ៉ាងរញ៉េញ៉ៃនៅលើសៀវភៅក្រដាសសក្បែរនោះនិយាយទៅយ៉ាងហោចណាស់ក៏ជាសត្វស្វាដែលអាចសរសេរអក្សរបានដែរបើជារឿងប្រឡំលោកប្រភេទដូចគ្នាខ្ញុំគ្មានឱកាសសរសេរផងខ្ញុំដើរទៅតាមផ្លូវកាន់ក្រដាសក្នុងដៃហើយសួរមនុស្សជាច្រើនអ្នកជាប់គ្នាខ្ញុំធ្វើកាយវិការមួយបង្ហាញថាខ្លួនខ្ញុំជាមនុស្សថ្លង់ពួកគេបានប្រាប់ខ្ញុំនៅអាសយដ្ឋានពិតប្រាកដដោយចិត្តល្អទីបំផុតខ្ញុំបានទៅដល់គោលដៅនៅពេលដែលនៅសល់5នាទីទៀតហើយនៅពេលនោះសំឡេងរបស់ប្រព័ន្ធក៏បន្លឺឡើងម្ដងទៀតសូមអបអរសាទរបានបញ្ចប់ពេលនោះខ្ញុំក៏បានទៅដល់គោលដៅហើយសំឡេងប្រព័ន្ធក៏បន្លឺឡើងម្ដងទៀតថាសូមអបអរសាទរដែលបានបញ្ចប់បេសកកម្មទី1អ្នកនឹងទទួលបានជំនាញថ្មីមួយខ្ញុំពិតជាភ្ញាក់ផ្អើលខ្លាំងណាស់ស្រាប់តែមានជំនាញ3លេខឡើងនៅពីមុខខ្ញុំឲ្យជ្រើសរើសមួយក្នុងចំណោម3មិនឆ្ងល់ទេថាហេតុអ្វីបានជាឃាតករក្នុងប្រឡំលោកនោះខ្លាំងម្ល៉េះគឺដោយសារប្រព័ន្ធមានរង្វាន់ជំនាញនេះឯងឥឡូវនេះអ្វីបានច្បាស់លាស់ហើយខ្ញុំបានពិនិត្យមើលជំនាញទាំង3ជំនាញទី1គឺលោតខ្ពស់ខ្លាំងដែលធ្វើឲ្យកម្លាំងលោតកើនឡើងទ្វេដងជំនាញនេះប្រហែលជាឃាតករប្រើដើម្បីដេញតាមអ្នកស្រុកដែលរត់គេចខ្លួននៅពេលក្រោយប៉ុន្តែឥឡូវនេះមនុស្សគ្រប់គ្នាបិទទ្វារដូច្នេះជំនាញនេះមិនសូវមានប្រយោជន៍ទេជំនាញទី2គឺកម្លាំងខ្លាំងក្លាកម្លាំងកើនទ្វេដងជំនាញនេះក៏មានប្រយោជន៍ដែរបើផ្សំជាមួយពូថៅបន្លត់អគិភ័យជាដើមគឺងាយស្រួលបំបែកទ្វារណាស់ប៉ុន្តែឥឡូវនេះជាដំណាក់កាលដំបូងបើបំបែកទ្វារភ្លាមអ្នកផ្សេងនឹងភ័យរត់អស់ហើយបេសកកម្មរបស់ប្រព័ន្ធនេះគឺសម្រាប់ NPC ទាំងអស់នៅក្នុងអគារលំនៅឋានហើយក៏មានតួអង្គសំខាន់ដែលមានបញ្ញាខ្ពស់ម្នាក់រស់នៅបន្ទប់404ដែរដូច្នេះដំណាក់កាលដំបូងមិនអាចជ្រើសរើសកម្លាំងខ្លាំងក្លាបានទេជំនាញទី3គឺការយល់ដឹងខ្ពស់អ្នកអាចដឹងពីកម្រិតប្រុងប្រយ័ត្នរបស់គូប្រកួតជំនាញនេះមើលទៅដូចជាគ្មានប្រយោជន៍ទេតែមិនយូរប៉ុន្មានខ្ញុំក៏បានយល់នេះហើយជាជំនាញដែលមានប្រយោជន៍បំផុតនៅដំណាក់កាលដំបូងនៅក្នុងរឿងឃាតករនៅដំណាក់កាលដំបូងមិនទាន់បង្ហាញពីកម្លាំងបំផ្លិចបំផ្លាញដ៏ខ្លាំងក្លាទេប៉ុន្តែអាចឃាតករនៅដំណាក់កាលដំបូងមិនទាន់បង្ហាញពីកម្លាំងបំផ្លាញទាំងស្រុងនៅឡើយទេ
គូទ្វារតាក់ទីមនុស្សចេញមកក្រៅបាននេះមានន័យថាខ្ញុំអាចប្រើជំនាញនេះដើម្បីវិនិច្ឆ័យថាអ្នកណាគ្មានការប្រុងប្រយ័ត្នខ្ញុំសម្រេចចិត្តជ្រើសរើសមួយនេះហើយខ្ញុំបានជ្រើសរើសជំនាញទី2យ៉ាងលឿនរួចចូលទៅក្នុងអគារនៅជាន់ផ្ទាល់ដីនៃអគារមានអាវុធចាប់ផ្ដើមមួយគឺពូថៅបន្លត់អគិភ័យដ៏ធំមួយខ្ញុំប្រកាសជាត្រូវយកអាវុធចាប់ផ្ដើមនេះហើយប៉ុន្តែលំដាប់នៃការសម្លាប់ត្រូវកែសម្រួលបន្តិចជនរងគ្រោះដំបូងក្នុងរឿងដើមគឺអ្នកចិត្តខាងទល់មុខតួឯកដោយពាក្យថាបូជាអ្នកចិត្តខាងអំណាចគ្មានដែនកំណត់ខ្ញុំមិនអាចបង្កឲ្យមានប៊ូតួឯកនេះបានទេដូច្នេះខ្ញុំបានកំណត់គោលដៅរបស់ខ្ញុំនៅជាន់ដែលឆ្ងាយពីតួឯកខ្ញុំដើរទៅខាងក្នុងបំផុតនៃជាន់ទី1រួចបញ្ចេញញ៉ាំពិសេសរបស់ខ្ញុំមិនយូរប៉ុន្មានពន្លឺពណ៌បៃតងដែលខ្ញុំម្នាក់ឯងអាចមើលឃើញបានលេចឡើងនៅមាត់ទ្វារពណ៌បៃតងតំណាងឲ្យការគ្មានការប្រុងប្រយ័ត្នទ្វារបន្ទប់នេះមិនត្រូវបានលើកឡើងក្នុងប្រឡោមលោកតតែសោះដូច្នេះអ្នកនៅខាងក្នុងប្រហែលជាមិនដឹងពីឃាតករនោះទេខ្ញុំឈរនៅមាត់ទ្វារជីកដីមួយក្តាប់ពីផាន់ផ្កានៅតាមច្រករបៀងរួចបិទលើរន្ធមើលទ្វារនេះគឺដើម្បីការពារអ្នកនៅខាងក្នុងកុំឲ្យដឹងពីអ្វីប្លែកបន្ទាប់មកខ្ញុំក៏គូសទ្វារយឺតឲ្យបានស្រាលតាមដែលអាចធ្វើទៅបានធ្វើពុតជាចង្វាក់គូសទ្វាររបស់ស្ត្រីឬមនុស្សសំឡេងគូសទ្វារតិចដូចជាស្ត្រីឬមនុស្សចាស់ខ្ញុំគូស3ដងហើយបរិសុទ្ធចំណាស់ម្នាក់បានបើកទ្វារអ្នកណាខ្ញុំមិនបានបញ្ចេញសំឡេងអ្វីទេហើយបន្តគូសទ្វារបរិសុទ្ធចំណាស់ចាប់ផ្ដើមធុញទ្រាន់បន្តិចមកហើយកុំគូសទៀតខ្ញុំទម្លាក់ដៃចុះរងចាំបរិសុទ្ធចំណាស់បើកទ្វារទោះបីជាខ្ញុំបានឆ្លងចូលទៅក្នុងប្រឡោមលោកហើយសម្រាប់ NPC ក៏ដោយប៉ុន្តែការសម្រាប់មនុស្សលើកដំបូងខ្ញុំនៅតែញ័រដៃខ្ញុំកាន់ពូថៅពន្លត់អគិភ័យយ៉ាងណែនហើយដង្ហើមខ្ញុំក៏ធ្ងន់រាងកាយទាំងមូលរបស់ខ្ញុំញ័រដោយការភ័យខ្លាចទីបំផុតបរិសុទ្ធចំណាស់ក៏បានបើកទ្វារខ្ញុំបិទភ្នែកហើយបក់ពូថៅចុះយ៉ាងលឿនពូថៅពន្លត់អគិភ័យបានវាយក្បាលគាត់បែកជាប្រហោងធំមួយពិបាកណាស់សំណាងល្អវាមិនរលួយទេហើយក៏អាចសម្លាប់មនុស្សបានដែរប៉ុន្តែជោគឆាកចម្លែកមួយបានឡើងមុនពេលបរិសុទ្ធចំណាស់ដួលទៅលើដីគាត់បានយកទូរស័ព្ទចេញពីហោប៉ៅហើយផ្ញើសារនៅចំពោះមុខខ្ញុំមានឃាតករនៅក្នុងផ្ទះសំឡេងប្រព័ន្ធបានបន្លឺឡើងយ៉ាងខ្លាំងដំណើរបានចាប់ផ្ដើមជាផ្លូវការ5នាទីក្រោយមកប៉ូលីសនឹងមកដល់ចាប់ពីពេលនេះទៅរាល់ពេលសម្រាប់មនុស្សម្នាក់ប៉ូលីសនឹងពន្យាពេលមកដល់10នាទីរាល់ពេលសម្រាប់មនុស្ស3នាក់នឹងទទួលបានឱកាសដំឡើងកម្រិតមួយដងស្ដាប់សំឡេងប្រព័ន្ធខ្ញុំក៏ស្ងាត់ស្ងៀមប្រព័ន្ធនេះពិតជាអាក្រក់មែនខ្ញុំទើបតែចង់ចេញទៅក៏ឮសំឡេងក្មេងយំនៅក្នុងបន្ទប់ខ្ញុំក៏បានឮសំឡេងក្មេងយំនៅក្នុងផ្ទះខ្ញុំគិតក្នុងចិត្តថាឥឡូវនេះខ្ញុំអាចចេញទៅក្រៅក្នុងរយៈពេល5នាទីហើយរកវិធីបោកបើកទ្វារផ្ទះមួយទៀតបានទេខ្ញុំមិនដឹងទេប៉ុន្តែបើមិនសម្រាប់ទេប៉ូលីសនឹងមកដល់ខ្ញុំក៏សម្រេចចិត្តដើរចូលទៅក្នុងផ្ទះតាមពិតទៅខ្ញុំមានបន្ទុកផ្លូវចិត្តធ្ងន់ណាស់មនុស្សចាស់ក្មេងស្រីនិងស្ត្រីសម្រាប់បុរសពេញវ័យម្នាក់គឺពិតជាមិនចង់ធ្វើបាបទេប៉ុន្តែពេលខ្ញុំចូលទៅក្នុងផ្ទះខ្ញុំក៏សើចនេះគឺជាក្មេងម្នាក់ក្នុងចំណោមក្មេងដែលបានគប់ពួកដាក់ខ្ញុំកាលពីថ្ងៃខ្ញុំក៏ញញឹមសើចយ៉ាងខ្លាំងកាលពីថ្ងៃមិនបាននិយាយថាខ្ញុំជាឃាតករជាអ្នកសម្លាប់ស្វាទេបានខ្ញុំនឹងបំពេញតាមការសន្យាឥឡូវនេះខ្ញុំនឹងសម្លាប់ឯងខ្ញុំក៏រត់ទៅមុខយ៉ាងលឿនហើយលើពូថៅពន្លត់អគិភ័យនៅក្នុងដៃឡើងឥឡូវនេះនៅសល់ពេលជិត15នាទីទៀតខ្ញុំគួរតែរកវិធីបោកបើកទ្វារផ្ទះមួយទៀតបានខ្ញុំទើបតែចង់ចេញទៅស្រាប់តែនឹកឃើញរឿងមួយកាលពីថ្ងៃមានក្មេងរពឹស2នាក់ហើយក៏មានឪពុករបស់ក្មេងរពឹសនោះដែរបើឪពុករបស់ក្មេងរពឹសមិននៅទីនេះទេនេះគឺជាផ្ទះជីតារបស់ក្មេងរពឹសដូច្នេះមិនអាចមានតែក្មេងរពឹសម្នាក់នៅទីនេះទេម្នាក់ទៀតក៏ប្រកាសជានៅទីនេះដែរខ្ញុំក៏ញញឹមយ៉ាងចម្លែករួចក៏ជន់ជើង2 3ដងធ្វើពុតជាចេញទៅខ្ញុំមើលជុំវិញទីនេះគ្មានទូខោទេបន្ទាប់មកខ្ញុំក៏ដើរចេញទៅធ្វើពុតជាចាក់ចេញខ្ញុំមើលជុំវិញគ្មានទូខោអាវឬកន្លែងលាក់ខ្លួនផ្សេងទៀតទេកន្លែងតែមួយគត់ដែលអាចលាក់ខ្លួនបានគឺក្រោមគ្រែខ្ញុំលុបលាក់អង្គុយនៅក្បែរគ្រែបង្ហាញស្នាមញញឹមអាក្រក់សូម្បីតែដង្ហើមក៏ថយចុះដែរខ្លាចគេលឺមិនយូរប៉ុន្មានភួយក៏ត្រូវលើកឡើងមួយជ្រុងក្មេងម្នាក់ទៀតក៏លូកក្បាលចេញមកពេលគេលូកក្បាលចេញមកគេក៏ឃើញមុខខ្ញុំញឹមយ៉ាងអាក្រក់គេក៏ស្រែកឡើងតែខ្ញុំមិនខ្វល់ទេពេលថ្ងៃបោះភក់ដាក់ខ្ញុំមិនខ្លាំងទេល្អណាស់អាចដំឡើងកម្រិតទៀតហើយការដំឡើងកម្រិតលើកទី2ខ្ញុំបានជ្រើសរើសបំបាំងកាយលើកនេះខ្ញុំលែងស្រែកដូចសត្វព្រៃទៀតហើយអាចបញ្ចេញសំឡេងមនុស្សបានអ្វីត្បិតតែនៅស្អប់ប៉ុន្តែអាចនិយាយបានត្រឹមត្រូវខ្ញុំរើសទូរស័ព្ទរបស់បុរសចំណាស់ហើយមើលព័ត៌មានខាងក្នុងក្រុមម្ចាស់ផ្ទះកំពុងវឹកវរហើយមនុស្សជាច្រើននិយាយថាត្រូវបិទទ្វារឲ្យជិតការពារឃាតទៅចូលមកអ្នកខ្លះទៀតថាបានរាយការណ៍ប៉ូលីសហើយប៉ូលីសនឹងមកដល់ឆាប់នេះមនុស្សជាច្រើនទៀតបានថាច់បុរសចំណាស់សួរថាមានរឿងអ្វីកើតឡើងខ្ញុំក៏យកទូរស័ព្ទបុរសចំណាស់ហើយគិតបន្តិចមុននឹងឆ្លើយតបក្នុងក្រុមមិនមែនមនុស្សទេគឺជាស្វាហ្គូរីឡាធំមួយក្បាលវិញនេះវាគូសទ្វារផ្ទះខ្ញុំគឺជាសត្វស្វាហ្គូរីឡាធំមួយវិញនេះរបស់នោះបានគូសទ្វារផ្ទះខ្ញុំពេលខ្ញុំបើកទ្វាររបស់នោះក៏វាយខ្ញុំសំណាងល្អខ្ញុំបិទទ្វារលឿនតែក៏នៅតែរបួសខ្ញុំបានប្រើប្រញាំរបស់ខ្ញុំឈោតដៃបុរសចំណាស់នោះ2 3ដងមិនសល់ទុកស្នាមរបួសហូរឈាមរួចក៏ថតរូបមនុស្សក្នុងក្រុមជេរគ្នាកាន់តែខ្លាំងម៉ែឲ្យគួរឲ្យខ្លាចណាស់សំណាងល្អវាជាស្វាខ្មៅអាចសម្គាល់បានបន្ទាប់មកបើលឺសំឡេងគូសទ្វារហើយមិនឆ្លើយមិនបាច់បើកទ្វារទេលោកពូអ្នកមិនអីទេឬរបួសធ្ងន់ដែរតែមិនដល់ស្លាប់ទេអ្នកផ្សេងទៀតបានផ្ញើរូបអារម្មណ៍ជូនពួកគេនៅតែមានអារម្មណ៍ធ្វើរឿងនេះទៀតមិនដឹងថាពេលខ្ញុំខ្លាញ់ខ្លួនវាប្រហារពួកគេនឹងទៅជាយ៉ាងណាទេខ្ញុំឃើញថាបានត្រៀមខ្លួនរួចរាល់ហើយក៏ងាកចេញពីផ្ទះទូរស័ព្ទរបស់បុរសចំណាស់នោះខ្ញុំទុកជាប់ខ្លួនដើម្បីតាមដានសកម្មភាពក្នុងក្រុមម្ចាស់ផ្ទះពេលនេះបានកន្លងទៅ5នាទីហើយប៉ុន្តែមនុស្ស3នាក់បានស្លាប់បានផ្ដល់ពេល30នាទីដល់ខ្ញុំចាប់ផ្ដើមគូសទ្វារដោយចៃដន្យដោយជ្រើសរើសតែទ្វារដែលប្រែជាក្រហមមនុស្សដែលប្រុងប្រយ័ត្នខ្ពស់ទាំងនេះបែរជាខ្លាចជាការខ្លាញ់បន្លំរបស់ខ្ញុំទៅវិញខ្ញុំបានលាបភក់លើរន្ធទ្វារនីមួយពួកគេមើលមិនឃើញថាខាងក្រៅមានអ្វីទេបន្ទាប់មកខ្ញុំក៏បានផ្ញើសារក្នុងក្រុមទៀតអានោះឆ្លាតណាស់លាបភក់លើរន្ធទ្វារមើលមិនឃើញខាងក្រៅសោះទៅហើយបើមិនដឹងថាមានស្វាខ្មៅសម្រាប់មនុស្សនៅខាងក្រៅយើងអាចនឹងគេលាបធូបបិទរន្ធមើលទ្វារមើលអត់ឃើញខាងក្រៅសោះនឹងហើយបើអត់ដឹងថាខាងក្រៅមានស្វាប្រេតជាតិក៏ទេយើងច្បាស់ជាចាញ់បោកហើយល្អណាស់ប៉ុណ្ណឹងបានហើយពួកគេបានបញ្ជាក់ព័ត៌មានខ្លះហើយទី1
ខាងក្រៅមានស្វាព្រៃឃាតករមួយក្បាលទី2ស្វាព្រៃនឹងលាបធូបបិទរន្ធមើលទ្វារទី3ស្វាព្រៃគ្រាន់តែគោះទ្វារទេវាមិននិយាយទេបន្ទាប់មកគឺជាពេលដែលខ្ញុំត្រូវប្រើព័ត៌មាននេះដើម្បីបបបាញ់ហើយប៉ុន្តែអ្វីដែលធ្វើឲ្យខ្ញុំភ្ញាក់ផ្អើលនោះគឺតួអង្គសំខាន់ក្នុងបន្ទប់404អត់ទាន់និយាយអីសោះតាមសាច់រឿងដើមគាត់គួរតែជាអ្នកវិភាគមុនគេតែឥឡូវសាច់រឿងហាក់ដូចជាបានផ្លាស់ប្ដូរដែរអញ្ចឹងបន្ទប់404នៅមានមនុស្សទេអ្នកនៅខាងក្នុងនៅតែជាតួអង្គសំខាន់មែនទេសំណួរនេះរំខានចិត្តបន្តិចព្រោះតួអង្គសំខាន់តែងតែមានវិចារណញ្ញាណមុតស្រួចនិងសមត្ថភាពពិសេសខុសពីអ្នកផ្សេងទៀតជាទូទៅពួកគេពិបាកសម្លាប់ជាងគេដូច្នេះខ្ញុំនៅតែសម្រេចចិត្តគេចពីបន្ទប់តួអង្គសំខាន់សិនហើយជ្រើសរើសបន្ទប់ផ្សេងទៀតខ្ញុំក៏ដើរយឺតទៅជាន់ទី2ហើយគូសទ្វារបន្ទប់203អាចបញ្ជាក់បានពីទូរស័ព្ទរបស់តាអ្នកដែលរស់នៅបន្ទប់លេខ203គឺជាកូនប្រុសនិងកូនប្រសាទី2របស់គាត់នឹកឃើញបរិសម្នាក់នោះបានតែខ្ញុំមួយកំភ្លៀងដូចធម្មតាខ្ញុំបានលាបភ្នែកឆ្មាដោយភពដោយធម្មតាគ្រាន់តែធ្វើឲ្យប្រកាសថាអ្នកអាចមើលឃើញតែគ្រោងរដុបនៅខាងក្នុងប៉ុណ្ណោះខ្ញុំបានក្អកបន្ទាប់មកគូសទ្វារបាននិយាយពាក្យរបស់មនុស្សជំរាបសួរខ្ញុំជាប៉ូលីសតោះមកស៊ើបអង្កេតឃាតនៅទីនេះសូមបើកទ្វារយកពងខ្ញុំនឹងមកភ្លាមសមិទ្ធប៉ូលីសហើយក៏អ្នកមិនអាចមើលឃើញខាងក្រៅតាមរននេះបរិសមានការប្រុងប្រយ័ត្នតាមមើលទៅគាត់ក៏ភ័យស្លន់ស្លោចំពោះសត្វស្វាដែលធ្វើឃាតខ្ញុំបានព្យាយាមអស់ពីសមត្ថភាពដើម្បីរក្សាភាពអស់សង្ឃឹមតិចតួចនៅក្នុងសម្លេងរបស់ខ្ញុំវាហាក់ដូចជាមានភពខ្ញុំទើបតែលុបវាចោលមិនអាចសម្អាតបានទេបរិសនោះបានលើខ្ញុំម្ដងទៀតបានធូរស្រាលហើយទោះត្រូវគេសម្លាប់ក៏មិននឹកស្មានថាឃាតករអាចនិយាយបានដែរជាងនេះទៅទៀតឃាតករនេះក៏នឹងប្រើប្រាស់គម្លាតព័ត៌មានដើម្បីរៀបចំការបង្រៀនផ្ទាល់ផងដែរនេះជាអ្វីដែលនឹងវាយបរិសនោះបានបើកទ្វារខ្ញុំគ្រាន់តែចាប់យកមុនស្នេហ៍ភ្លើងវាគាត់យ៉ាងខ្លាំងលើក្បាលទឹកនេះដាវឈាម4លេបរោមពណ៌លឿងទាំងអស់នៅលើខ្លួនខ្ញុំដោយឈាមបានហើយឥឡូវនេះរូបរាងដូចជាតកក្នុងភូមិជនជាតិដើមទាំងស្រុងហើយបរិសនោះស្រែកមួយទំហឹងធ្វើឲ្យស្ត្រីនៅក្នុងផ្ទះភ្ញាក់ផ្អើលពេលស្ត្រីនោះទើបតែចេញមកឃើញខ្ញុំគាត់ក៏ចង់ស្រែកសុំជំនួយប៉ុន្តែមិនអីទេខ្ញុំបានប្រញាប់ប្រញាល់មួយជំហានដោយដាវហើយម្នាក់ក្នុងចំណោមពួកគេនៅស្ងៀមបន្ទាប់ពីសម្លាប់មនុស្សពីរនាក់ខ្ញុំបានដកដង្ហើមធូរស្រាលប្រសិនបើខ្ញុំអនុញ្ញាតឲ្យពួកគេផ្ញើព័ត៌មានណាមួយវាពិតជាពិបាកសម្រាប់ខ្ញុំក្នុងការដោះស្រាយវាមូលហេតុចម្បងគឺថាខ្ញុំមិនបានវិវត្តម្ដងទៀតទេហើយខ្ញុំមិនដឹងថាខ្ញុំអាចប្រើសមត្ថភាពអ្វីបានទេខ្ញុំបានយកទូរស័ព្ទដៃរបស់បុរសនោះហើយផ្ញើសំឡេងស្រែកដោយផ្ទាល់សំឡេងនោះបានឈប់ភ្លាមដែលធ្វើឲ្យស្បែកក្បាលរបស់មនុស្សស្ពឹកខ្ញុំត្រូវតែបន្លាចម្ចាស់ឲ្យបានគ្រប់គ្រាន់ដើម្បីធានាថាពួកគេនៅផ្ទះដោយស្ដាប់បង្គាប់ហើយមិនហ៊ានចេញមកខ្ញុំបានផ្ញើសារដោយប្រើទូរស័ព្ទរបស់បុរសចំណាស់នោះកូនឲ្យកូនមានរឿងអីមានការចលាចលក្នុងក្រុមគ្មាននរណាដឹងពីរបៀបដែលសត្វស្វាចូលនឹងសម្លាប់មនុស្សនោះទេខ្ញុំមិនបានបន្តស្ដារព័ត៌មានទេគ្រាន់តែធ្វើឲ្យប្រកាសថាពួកគេបន្តភ័យស្លន់ស្លោគ្រាន់តែគិតដោយស្ងប់ស្ងាត់ប្រសិនបើអ្នកមិនអាចនៅពេលនេះតួឯកនេយ404បាននិយាយចុងក្រោយសូមប្រយ័ត្នទាំងអស់គ្នាខ្ញុំគិតថាប្រហែលជាសត្វស្វានេះមានលក្ខណៈពិសេសបើមិនដូច្នេះទេហេតុអ្វីបានជាខ្ញុំមិនបានឮសំឡេងទ្វារបាក់គាត់ច្បាស់ជាបានបោកបញ្ឆោតគាត់ឲ្យបើកទ្វារតាមរបៀបណាមួយតួឯកសមនឹងធ្វើជាតួឯកការវិភាគឈានដល់សញ្ញាណអ្នកផ្សេងទៀតគិតថាវាសមហេតុផលដូច្នេះអ្នករាល់គ្នាចាប់តាមស្រាវជ្រាវត្រូវប្រកាសថាកុំបើកទ្វារយ៉ាងងាយស្រួលនេះជារឿងគួរឲ្យសង្វេគបន្តិចប៉ុន្តែមិនយូរប៉ុន្មានខ្ញុំបានរកឃើញវិធីថ្មីមួយខ្ញុំវាយដីយ៉ាងខ្ញុំក៏រកឃើញវិធីថ្មីមួយភ្លាមអភិបូជារួចខ្ញុំក៏ធ្វើត្រាប់តាមសំឡេងរបស់សារវិញ្ញាណស្រែកកំហុកនិងស្រែកយំយ៉ាងខ្លាំងបន្ទាប់មកក៏ធ្វើសំឡេងដូចជាកំពុងរត់គេចខ្លួនពេលធ្វើអ្វីទាំងអស់នេះរួចខ្ញុំក៏ប្រើវិឆាតរបស់តាទៅផ្ញើសារក្នុងក្រុមដូចជាប៉ូលីសមកដល់ហើយខ្ញុំទើបតែសំឡេងប្រយុទ្ធគ្នាត្រូវហើយខ្ញុំក៏ឯដែររបស់នោះដូចជាត្រូវរបួសហើយគ្រាន់តែមិនដឹងថាវាស្លាប់ហើយឬនៅមិនប្រកាសថាជាប៉ូលីសទេប្រឈមមុខនឹងសត្វបែបនេះគេច្រើនតែប្រើកាំភ្លើងគ្រប់គ្នាប្រុងប្រយ័ត្នបន្តិចទៅតែជាទូទៅនៅក្នុងប្រឡោមលោកបែបនេះពាក្យសម្ដីរបស់តួឯកភាគច្រើនដូចជាខ្យល់ហើយពិតជាគ្មានអ្នកណាស្ដាប់មែនខ្ញុំចង់បានលទ្ធផលបែបនេះឯងខ្ញុំក៏ប្រើលពិចចាស់ដែរក៏រកឃើញទ្វារផ្ទះមួយទៀតពុះទ្វារផ្ទះជំរាបសួរលោកស្វាស៊ីមប៉ងខ្មៅនោះត្រូវបានពួកយើងចាប់បានហើយឥឡូវនេះខ្ញុំត្រូវចូលទៅក្នុងផ្ទះលោកដើម្បីកត់ត្រាសម្ដីសូមលោកមេត្តាហាការទ្វារផ្ទះពិតជាមានពណ៌បៃតងមែនអ្នកនៅក្នុងផ្ទះក៏ស្រែកឆ្លើយតបភ្លាមបាត់មកឥឡូវហើយពេលដែលគេបើកទ្វារខ្ញុំក៏លើកដៃកាប់ផ្ដាច់បានផ្ដាច់ជីវិតមួយទៀតហើយនៅមុខខ្ញុំក៏ចាប់ផ្ដើមលេចជំរឿជំនាញសម្រាប់ដំឡើងកម្រិតដែរជំរឿលើកនេះពិតជាគួរឲ្យចាប់អារម្មណ៍ខ្លាំងណាស់ទី1កែប្រែខ្លួនប្រាណខ្លាយជាមនុស្សទី2កែប្រែដៃការកែប្រែដៃគឺដៃនិងបាតដៃខ្លាយជាមនុស្សទី3ការកែប្រែជើងគឺជើងនិងប្រអប់ជើងខ្លាយជាមនុស្សនៅខាងក្រោមជំរឿទាំង3នេះមានកំណត់សម្គាល់មួយទៀតថាការជ្រើសរើសការកែប្រែណាមួយនឹងរក្សាទុកទិន្នន័យដើមទោះបីខ្លាយជារូបកាយមនុស្សក៏ដោយក៏នៅតែមានសមត្ថភាពជាស្វាឃាតក៏ដែរខ្ញុំក៏ចាប់ផ្ដើមគិតជ្រៅហាក់ដូចជាប្រព័ន្ធនេះលាក់បាំងអាចកំបាំងអ្វីមួយសម្រាប់មនុស្សទាំងអស់ហើយមិនមែនជាការធ្វើឲ្យខ្ញុំខ្លាយជាមនុស្សទេនេះពិតជាគួរឲ្យចាប់អារម្មណ៍ណាស់តើការត្រឡប់ទៅកាន់ពិភពដើមរបស់ខ្ញុំគឺជាដំណើរការពីស្វាឃាតក៏ទៅជាមនុស្សមែនទេគ្រាន់តែឥឡូវនេះព័ត៌មានតិចពេកខ្ញុំមិនអាចវិនិច្ឆ័យបានថាអ្វីដែលត្រឹមត្រូវនោះទេតែការកែប្រែរូបកាយគឺសំខាន់បំផុតមិនថាជាស្វាឃាតក៏ទេឬស្វាស៊ីមប៉ងស៊ីក៏ដោយតាមពិតទៅសុទ្ធតែមានរូបរាងក្នុងកង់ដូចគ្នាហើយមាឌក៏ធំខ្លាំងណាស់មានភាពខុសគ្នាខ្លាំងណាស់ពីមនុស្សដោយពីជ្រើសរើសការកែប្រែរូបកាយរួចខ្លួនប្រាណខ្ញុំក៏បានផ្លាស់ប្ដូរនេះជារូបកាយមនុស្សរបស់ខ្ញុំផ្ទាល់ថតបន្តិចមើលទៅរាងមាំទាំមានតែអវយវៈទាំង4ទេដែលមើលទៅមិនសូវស៊ីគ្នាហើយនៅមានក្បាលធំរបស់ស្វាឃាតក៏នេះទៀតធំពេកហើយក្រោយពីចាប់សពគ្រប់ហើយខ្ញុំក្រឡេកមើលខ្លឹមសារក្នុងទូរស័ព្ទមានគេរកឃើញចំណុចខ្វះខាតហើយអ្នកនៅទល់មុខបានផ្ញើសារមួយស្វាព្រៃខ្មៅនោះចេះនិយាយភាសាមនុស្សសារមួយ សត្វស្វានោះអាចនិយាយភាសាមនុស្សបាន គាត់គ្រាន់តែធ្វើពុតជាប៉ូលីស
សម្រាប់អ្នកដែលទល់មុខខ្ញុំ អ្នកបានលឺប៉ូលីសស្រែក កុំបើកទ្វារ ទោះបីជាអ្នកបើកទ្វារក៏ដោយអ្នកនៅតែត្រូវបញ្ជាក់វា ការបញ្ចប់ តែពេលនេះមិនដំណើរការទៀតទេ ខ្ញុំអូសខ្នងដោយចេតនាហើយចេញពីបន្ទប់ បន្ទាប់មកខ្ញុំមើលទៅលើទ្វារចូលពីចំហៀង វាប្រែថាគាត់ចង់ទទួលបានទស្សនៈ វាភ្នែកឆ្មារដោយផ្ទាល់ ប៉ុន្តែសំណាងល្អខ្ញុំបានដំឡើងកំណែម្ដង ទទួលបានគម្លាតព័ត៌មានម្ដងទៀត ខ្ញុំបានផ្ញើសារដោយប្រើទូរស័ព្ទដៃរបស់បុរសចំណាស់នោះ ត្រូវហើយត្រូវ អ្នកត្រូវតែបញ្ជាក់ នោះជាសត្វស្វា អំណះហើយខុសគ្នាទាំងស្រុងពីមនុស្ស វាមិនអាចទៅរួចទេដែលមនុស្សមានកម្ពស់ខ្ពស់បែបនេះ ហើយគាត់ពាក់អាវរោមពណ៌លឿង ជាក់ស្ដែងណាស់ មនុស្សក្នុងក្រុមបានឆ្លើយតបភ្លាម ពួកគេទាំងអស់គ្នាមានអារម្មណ៍ថារាប់ណាពួកគេនៅក្នុង វាមានសុវត្ថិភាពប្រសិនបើវាមិនមែនជាមេរបស់យួនយ៉ៃ តួឯករបស់ស្លេងស្រាប់តែសួរ ចុះបើគាត់ដោះអាវរោមចេញ សម្លៀកបំពាក់ទាំងអស់ត្រូវបានដកចេញ មិនអាចប្រាប់ថាវាជាសត្វស្វា តើអ្វីទៅជាបញ្ហាយឺតយ៉ាវ ប៉ុន្តែខ្ញុំដឹងច្បាស់ពីអត្ថន័យរបស់តួឯក គាត់ចង់និយាយ ចុះបើសត្វស្វាស្វាបដូរទៅជាសម្លៀកបំពាក់ផ្សេង តែខ្ញុំพูดធ្វើដូចប្រសិនបើខ្ញុំខ្លាំងដល់ ពួកអាណិតណាស់ដែលអ្នកអតីមិនស្ដាប់គាត់តតែសោះ ហើយខ្ញុំក៏ចុះទៅក្រោមផែនការមាញ់ថ្មីហៀបនឹងចាប់ផ្ដើម ផ្ទុយមកវិញ វាពិបាកសម្រាប់មនុស្សសាមញ្ញក្នុងការបែងចែក ខ្ញុំបានសម្លាប់ពូវាងដែលនៅតែដេកនៅក្នុងបន្ទប់សន្តិសុខ ដូរទៅជាឯកសណ្ឋានសន្តិសុខ ជាឯកសណ្ឋានសន្តិសុខ ខ្ញុំបានបើកការផ្សាយដោយផ្ទាល់នៅក្នុងបន្ទប់សន្តិសុខ សូមកុំចេញក្រៅពេលនេះ 10នាទីក្រោយមក ប៉ូលីសនឹងចាប់ផ្ដើមនុយនិងចាប់សត្វ ពេលនោះសូមចេញពីបន្ទប់ភ្លាម ចូលតំបន់សុវត្ថិភាពនៅខាងក្រៅ Chimpanzees មានការបំផ្លិចបំផ្លាញយ៉ាងខ្លាំង ការស្នាក់នៅក្នុងបន្ទប់គឺមានគ្រោះថ្នាក់ បន្ទាប់ពីចាក់ផ្សាយម្ដង ខ្ញុំក៏បានប្រើទូរស័ព្ទរបស់ពូវាងដែរ ហើយបានផ្ញើព័ត៌មានពាក់ព័ន្ធនៅក្នុងក្រុមម្ចាស់ផ្ទះ បន្ទប់404ជាអ្នកចេញមុខជំទាស់មុនគេ ពួកយើងមិនអាចចេញទៅក្រៅបានទេ បើចេញទៅក្រៅហើយ គឺពិតជាគ្មានសុវត្ថិភាពទេ ប៉ូលីសនឹងចាប់ខ្លួន ពួកយើងគ្រាន់តែនៅក្នុងផ្ទះបានហើយ មិនបាច់ជ្រុតទៅរកតំបន់សុវត្ថិភាពទេ បន្ទាប់មកគឺជារឿងធម្មតា តួអង្គដែលត្រូវគេបញ្ជាក៏លេចមុខ អញហ៊ានសង្ស័យផែនការរបស់ប៉ូលីសទៀត មិននឹកគេនិយាយទេអី ស្វាព្រៃមានកម្លាំងបំផ្លាញខ្លាំងណាស់ អញចង់ស្លាប់មែនទេ ទៅស្លាប់ខ្លួនឯងទៅ កុំប្រើយើងជាអ្នកគ្រប់គ្រង 404នៅតែចង់ប្រកាច់ ប៉ុន្តែត្រូវបានមនុស្សមួយក្រុមឡោមព័ទ្ធ ពួកគេទាំងអស់បានហៅ404ថាជាមនុស្សអាក្រក់ ខ្លាចថាខ្ញុំនឹងមិនអាចគេចចេញ ពីងខ្នង ខ្ញុំសប្បាយចិត្ត ខ្ញុំបានផ្ញើសារទៅលេខ404ដោយរីករាយដោយប្រើទូរស័ព្ទដៃរបស់បុរសចំណាស់នោះ កូនប្រុសខ្ញុំគិតថាអ្នកនិយាយត្រូវ ខ្ញុំក៏មិនគិតថាខ្ញុំអាចចេញទៅក្រៅទៀតដែរ ខ្ញុំមិនជឿថារឿងនោះអាចបំបែកបានទេ បើមិនដូច្នេះទេខ្ញុំនឹងស្លាប់យូរហើយ តើអ្នកជាសត្វស្វា ខ្ញុំបានមើលវាដោយប្រុងប្រយ័ត្ន អ្នកជាមនុស្សតែម្នាក់គត់ដែលច្រឡំសារ គាត់ក៏បានផ្ដល់ព័ត៌មានមិនពិតជាច្រើនដង តាមពិតបុរសចំណាស់ម្នាក់នេះបានស្លាប់យូរហើយ អ្នកកំពុងប្រើទូរស័ព្ទរបស់គាត់ដើម្បីខ្លាចបន្លំអត្តសញ្ញាណរបស់អ្នក ស័ក្តិសមជាតួឯក នេះពិតជាមិនមែនជាអ្វីដែលអ្នកអាចពឹងផ្អែកលើទេ ប៉ុន្តែខ្ញុំនឹងមិនទទួលយកវាទេ គាត់ប្រកាសជាស្មាន ជាជាងការបញ្ជាក់ ពេលនេះខ្ញុំមិនខ្វល់ពីគាត់ទេ ដោះស្រាយជាមួយអ្នកអតីជាមុនសិន ខ្ញុំបានទម្លាក់ទ្វាររមូរនៅច្រកចេញនៃទ្វារឯកតា ទ្វារឯកតានៅចន្លោះជាន់ទី1និងជាន់ទី2ក៏ត្រៀមបិទនៅពេលណាក៏បាន បន្ទាប់ខ្ញុំនឹងលេងល្បែងចាប់អណ្ដើកក្នុងកោត ចាំមើលទាំងអស់គ្នាចុះ ខ្ញុំអាចបិទទ្វារហើយធ្វើបាបអ្នករាល់គ្នា នេះគឺលឿនជាងប្រសិទ្ធភាពធម្មតា ខ្ញុំបានរកឃើញសាកសពបុរសចំណាស់ ថង់ផ្លាស្ទិកពោពេញដោយឈាម បន្ទាប់មកខ្ញុំខ្លាចខ្លួនជាប៉ូលីសហើយចាប់ផ្ដើមស្រែកនៅក្នុងអគារ រົບដណ្ដប់យ៉ាងលឿនពីចំហៀង រុញគាត់ឡើងលើ យកល្អគួរតែប្រញាប់ទៅដំបូល ទុកពេលឲ្យអ្នកស្រុករត់គេចខ្លួន ខ្ញុំបានទម្លាក់អ្វីមួយដោយចេតនា ធ្វើពុតជាឆ្លុះគ្នារញ៉េញ៉ៃ នៅតែប្រើទូរស័ព្ទដៃ គាត់ក៏បានប្រើទូរស័ព្ទដៃរបស់គាត់ដើម្បីស្វែងរកសំឡេងនៃការបាញ់ប្រហារមួយសំឡេងកាំភ្លើងបានបន្លឺឡើងនៅតាមច្រករបៀងហើយបន្ទាប់មកគាត់បានស្រែកដោយសំឡេងឃាតហើយរត់ទៅយ៉ាងលឿន ខ្ញុំប្រោះឈាមតាមជណ្ដើរបន្តិចម្ដងរហូតដល់ផ្លូវចូលទៅលើដំបូលបន្ទាប់មកខ្ញុំបានរត់ចុះយ៉ាងលឿនហើយបានផ្សាយសេចក្តីប្រកាសតាមវិទ្យុដោយសូមឲ្យអ្នកស្រុកទាំងអស់ចាក់ចេញពីអគារលំនៅឋានឲ្យបានលឿនសូមចាក់ចេញពីអគារលំនៅឋានឲ្យបានឆាប់ ក្រោយពីទទួលបានការជូនដំណឹង3ដងជាប់គ្នាអគារនេះមានភាពពឹកវរទាំងស្រុងគ្រប់គ្នាប្រញាប់ប្រញាល់ចេញទៅក្រៅហើយខ្ញុំពីឯកសណ្ឋានសន្តិសុខហើយដើរលេងយ៉ាងរីករាយទៅកាន់ផ្លូវប្រសពនៃជាន់ទី1និងជាន់ទី ពួកគេអង្គការចង់ចុះទៅក្រោម 2អ្នកមិនមានពេលមើលខ្ញុំតតែសោះ មិនយូរប៉ុន្មានមនុស្សគ្រប់គ្នាបានប្រមូលផ្តុំគ្នានៅជាន់ទី1 មនុស្សនឹងចុះមកក្នុងពេលឆាប់នេះ ខ្ញុំភ័យស្លន់ស្លោពេលឃើញទ្វាររមូរបិទជិត តើអ្នកកំពុងធ្វើអ្វី ចុះបើសត្វនេះរត់ចុះ តើវាអាចទៅរួចទេ ខ្ញុំជាសត្វនៅក្នុងមាត់របស់អ្នក ខ្ញុំបានដោះមុខសុវត្ថិភាពរបស់ខ្ញុំ គាត់បានទាញក្បាលឃាតទៅចេញ បន្ទាប់មកលោតឡើង មនុស្សខាងក្រោមចាប់ផ្ដើមភ័យស្លន់ស្លោ មនុស្សជាច្រើនបានរុញមនុស្សនៅពីមុខខ្ញុំដោយផ្ទាល់ដើម្បីបញ្ឈប់ខ្ញុំ បន្ទាប់ពីខ្ញុំលោតចុះ គាត់គ្រាន់តែយកឈុតពន្លត់អគ្គិភ័យនៅក្បែរគាត់ហើយចាប់ផ្ដើមសម្លាប់ ជាមួយនឹងពូថៅមួយសាច់និងឈាមហោះហើរគ្រប់ពីកន្លែង វាល្អជាងហ្គេមកាត់ស្មៅ ខ្ញុំដឹងថាទាំងនេះគឺជា Nexus ល្បែងកាត់ស្មៅគឺសប្បាយ ខ្ញុំដឹងថាទាំងនេះគឺជា Nexus ទោះបីគាត់ត្រូវគេកាប់សម្លាប់ក៏ដោយ ច្បាប់ចម្លងបន្ទាប់ក៏នឹងរស់ឡើងវិញដែរ នេះកាត់បន្ថយសម្ពាធផ្លូវចិត្តច្រើន ខ្ញុំចាំរហូតដល់អ្នកបន្តការសម្លាប់មនុស្សទាំងអស់នៅខាងក្រៅ ខ្ញុំបានទទួលជំនាញនៃកម្លាំងសាហាវជាយូរមកហើយ បន្ទាប់មកខ្ញុំចាប់ផ្ដើមស្វែងរកតាមបន្ទប់ ចុះក្រោមដោយប្រាក់ទាំងពីរ ទ្វារសុវត្ថិភាពត្រូវបានខូចបើកដោយផ្ទាល់ ទៀងកាន់តែខ្លាំង បន្ទះទ្វារទាំងមូលត្រូវបានដកចេញ មានមនុស្សតិចនិងតិចជាងដែលនៅរស់នៅក្នុងអគារអង្គភាព សេរីនៃជំរឿធ្វើឲ្យប្រសើរឡើងបានមកដល់ បន្ទាប់ពីធ្វើការជ្រើសរើសខ្ញុំបានរកឃើញ ខ្ញុំបានប្រែក្លាយទៅជាមនុស្ស មានតែពួកគេមួយចំនួនប៉ុណ្ណោះដែលនៅតែសម្លាប់មនុស្ស បេះដូង ហើយឥឡូវនេះខ្ញុំនៅសល់តែមួយគ្រាប់ចុងក្រោយប៉ុណ្ណោះ ខ្ញុំដើរយឺតទៅជាន់ទី បានគូសទ្វារបន្ទប់404 4ចិត្តចប់ហើយ មិនចាំបាច់លាក់ទៀតទេ ប៉ុន្តែអ្វីដែលខ្ញុំមិនបានរំពឹងទុកនោះគឺថា តួឯកនេយ404ពិតជាបានបើកទ្វារ នៅពេលនោះភាពត្រជាក់ដែលខំមកខ្ញុំទាំងស្រុង ដោយសារតែ404ពិតជាមានមុខដូចខ្ញុំ ពេលគាត់ឃើញខ្ញុំគាត់សើចដូចឈួត បន្ទាប់មកបន្តខ្សឹបប្រាប់ខ្លួនឯង នោះហើយជាវាតើនេះជាការផាកពិន័យចំពោះការមិនចូលចិត្តវីដេអូឬ 404នៅពីមុខខ្ញុំច្បាស់ជាឈួត
404នៅពីមុខខ្ញុំច្បាស់ជាឈួត ខ្ញុំមិនបានផ្ដល់ឱកាសឲ្យគាត់ឈួតម្ដងទៀតទេ គ្រាន់តែបំបីក្បាលរបស់គាត់ដោយដៃរបស់អ្នក ប៉ុន្តែមុននោះគាត់នៅតែបង្ហាញស្នាមញញឹមរបស់ពួកបរិសុទ្ធ មិនយូរប៉ុន្មានសម្លេងនៃប្រព័ន្ធនេះបានបន្លឺឡើងក្នុងចិត្តរបស់ខ្ញុំ សូមអបអរសាទរចំពោះម្ចាស់ផ្ទះដែលបានបញ្ចប់ភារកិច្ច រស់នៅបេះដូងមនុស្ស ឥឡូវនេះអ្នកគឺជាមនុស្សពិត ខ្ញុំនៅចាំយាម ហើយអ្វីបានជាអ្នកមិនឲ្យខ្ញុំត្រឡប់ទៅវិញ ហើយអ្វីបានជាអ្នកនៅតែនៅទីនេះ សំឡេងចម្លែកបានបន្លឺឡើងម្ដងទៀត ការបំលែងសិក្ខាសាលាឥឡូវនេះ ម្ចាស់ផ្ទះបច្ចុប្បន្នជាអ្នករស់នៅ404 ចាប់ពីយប់ស្អែកឃាតករនឹងមកវាយប្រហារ ព្យាយាមរស់រានមានជីវិតពីការវាយប្រហារ ដំណើរ